ម្ហូបមួយមុខនេះគឺថ្មីចាស់សម្រាប់ខ្ញុំហ្មងនិយាយទៅតែធ្វើលើកទី1ទេប៉ុន្តែរសជាតិរបស់គេហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតែនហ្មងអានេះគឺបុកផ្សិតជាមួយត្រីកំមុងផ្ទាប់ជាមួយនឹងលក់បន្លែស្រស់ស្រស់ស្តៀងតែគ្រឿងដែរដំបូងគេហ្នឹងយើងមានផ្សិតច្បាងយើងមានខ្ទឹមសខ្ទឹមក្រហមជាមួយម្ទេសដាក់តិចច្រើនតាមចំណង់ចំណូលចិត្តខ្ទឹមស3-4ក្រពើជាមួយខ្ទឹមក្រហមមួយកូនដុំមកលាយវាឡើងសបល់កាឡាតបន្ទាប់មកគឺយើងមកដាក់ចៀនត្រីកំមុងបងប្អូនត្រីកំមុងនេះខ្ញុំប្រើចំនួន2ត្រីចៀនវាឡើងក្រៀមទាំងសងខាងហើយយើងមកចម្អិនផ្សិតច្បាងផ្សិតនេះមកខាំកន្លះខ្ញុំពុះជា2អញ្ចឹងយើងចម្អិនដោយដាក់ទឹកបងប្អូនដាក់ទឹកបន្តិចបានហើយគ្របគម្របទុកប្រហែលជា5នាទីទៅផ្សិតរបស់យើងឆ្អិនហើយយើងមកបុកខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសនឹងបុកមិនបាច់ឲ្យម៉ត់ពេកទេបន្ទាប់មកយើងដាក់ផ្សិតចូលបុកផ្សិតចូលជាមួយគ្នាហើយដាក់ប្រហុកសម្រាប់ប្រហុកនេះគឺខ្ញុំយកទៅអាំងណាបងប្អូនប្រហែលជាខ្ទង់3ទៅ4កន្ទុយច្រាំឲ្យម៉ត់អាំងឲ្យឡើងឈ្ងុយចឹងមកហើយគ្រឿងយើងមាន2មុខមានតែប៊ីចេងជាមួយនឹងស្ករទេយើងដាក់ត្រីកំមុងចូលជាមួយគ្នាហើយបុកឲ្យវាចូលជាតិអញ្ចឹងមកហើយគ្រឿងទាំងអស់ហ្នឹងបាច់ចំបុកឲ្យម៉ត់ពេកក៏បានដែរបងប្អូនមើលទៅវាចូលជាតិមិនល្មមយើងភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺភ្លេចដាក់ក្រូចឆ្មាបងប្អូនតាមពិតក្រូចឆ្មាត្រូវដាក់ពីដំបូងគេហើយយើងបន្ថែមស្លឹកខ្ទឹមក៏បានជាណាក៏បានកូរច្បល់វាឲ្យចូលជាតិម្ដងទៀតមកយើងអាចយកទៅញ៉ាំបានដែរហើយអានេះគឺស្តៀងតែគ្រឿងបន្តិចអីបន្តិចចឹងណាបងប្អូនប៉ុន្តែរសជាតិគឺប្លែកហ្មងយើងយកឲ្យរៀងដិតប្រហុកបន្តិចមករសជាតិជូរយករៀងជូរតិចតិចមកល្មមប្រៃផ្អែមមកល្មមចឹងទៅហើយបន្លែវិញរបៀបដូចបន្លែយើងញ៉ាំជាមួយប្រហុកញ៉ាំជាមួយទឹកគ្រឿងអញ្ចឹងណាបងប្អូនជួយចាត់ចរណាដាក់ផ្ទាប់ញ៉ាំជាមួយអាហ្នឹងមក